I can hear the demons call when they do what they do. And now I feel like taking off, find a place with a view. The pain is never gonna stop if it's controlling you. I know that time can heal it all. I just សួស្តីបងប្អូនតោះឥឡូវយើងបន្តមេរៀនយើងទៀតយើងខានជួបគ្នាយូរដែរដោយសារតែខ្យល់រវល់ហើយណាមួយនៅក្បែរបន្ទប់ហ្នឹងមានគេកសាងអគារមួយហើយដល់ពេលអញ្ចឹងទៅសលេងវាក្ដួងក្ដាំងយើងពិបាកហៅពេលថតវីដេអូអញ្ចឹងសូមអត់ទោសផងដោយសារតែខានចេញវីដេអូយើងយូរដែរសម្រាប់បងប្អូនឥឡូវយើងបន្តមេរៀនយើងឡើងវិញអញ្ចឹងបងប្អូនយកសៀវភៅមកហើយបើកនៅទំព័រទី172ឥឡូវបងប្អូនមើលខាងលើនេះគេដាក់ថា number 1 look at the cars ចូលកលេចមើលឡាន what do you think they have in common in common ប្រែថាដូចគ្នាតើអ្នកគិតថាពួកវាមានអ្វីដូចគ្នា how are they different តើពួកវាខុសគ្នាដូចម្ដេចអញ្ចឹងគេឲ្យបងប្អូនមើលរូបឡានទាំង3នេះតើវាខុសគ្នាដូចម្ដេចហើយដូចគ្នានឹងដូចម្ដេចអញ្ចឹងបងប្អូនមើលយើងអាចគិតថាឡាននេះប្រើអគ្គិសនីនេះគេភ្ចូលសម្រាប់ភ្ចូលថ្មវាភ្ចូលអាគុយវាអញ្ចឹងយើងគិតថាវាជាឡានអគ្គិសនីចំណែកខាងនេះវិញឡានហ្នឹងយើងគិតថាប្រហែលជាប្រើម៉ាស៊ូតព្រោះវាធំអញ្ចឹងប្រើម៉ាស៊ូតឬក៏សាំងតើចំណែកនេះវិញវាមាន2បើន័យថាយើងគិតថាប្រើសាំងផងប្រើអគ្គិសនីផងយើងអាចគិតអញ្ចឹងបានខុសគាត់អីដែរព្រោះអានេះគេគាត់ឲ្យយើងគិតសាកល្បងមើលណាឥឡូវបងប្អូនចុះមកក្រោមទៀតបងប្អូនមើល number 2 គេដាក់ថា read quickly ចូលអានឲ្យបានលឿន what is special about this cars តើមានអ្វីពិសេសសម្រាប់ឡានទាំងនេះអញ្ចឹងឡានទាំងអស់ហ្នឹងមានអ្វីពិសេសអញ្ចឹងបងប្អូនមើលខាងក្រោមនេះមានអត្ថបទមួយគេឲ្យយើងអានអញ្ចឹងយើងអានទាំងអស់គ្នាសិនបន្ទាប់មកចាំយើងរៀនប្រែទាំងអស់គ្នា While today's cars are the most efficient in history, petrol is the most dangerous source of pollution and vehicles of the future might not run on it. One of the most popular of the newest type of cars is the hybrid. It uses a petrol engine and an electric motor. The engine recharges the battery. This makes it travel a lot further than most other alternative fuel vehicles. Some hybrids can get 49 kilometers in liter. Electric vehicles or EVs are not new technology. They have existed since the late 19th century. EVs are the cleanest running vehicle on the road because they do not produce any pollution. However, they can only travel about 160 kilometers before needing to be plugged in and recharged. Cars using biodiesel could be described as the most delicious because it is made from used cooking oils and turned into fuel. Also, if you have a diesel vehicle already, this is the easiest alternative because biodiesel can be used immediately without adding extra equipment. Unfortunately, biodiesel doesn't offer any boost to fuel efficiency over regular diesel.
is jar cleaner តោះឥឡូវយើងអានចប់ហើយអញ្ចឹងបងប្អូនរៀនបកប្រែម្ដង While today's cars are the most efficient in history កំឡុងពេលបច្ចុប្បន្នឡានគឺមានប្រសិទ្ធភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រ Petrol is the most dangerous source of pollution and vehicle of the future might not run on it ផេត្រូងប្រែថាប្រេងសាំងប្រេងសាំងគឺគ្រោះថ្នាក់បំផុតប្រភពនៃការបំពុល source of pollution ប្រែថាប្រភពនៃការបំពុលហើយយានជំនិះនាពេលអនាគតប្រហែលជាមិនដំណើរការលើវាទេ One of the most popular of the newest type of cars is the hybrid hybrid នឹងយើងប្រែថាឡានកូនកាត់ទៅមានមួយដែលពេញនិយមបំផុតគឺឡានប្រភេទម៉ាកថ្មីបំផុតគឺ hybrid ឬក៏ម៉ាកកូនកាត់ It use a petrol engine and an electric motor engine នឹងប្រែថាម៉ាស៊ីនចំណែក petrol ប្រែសាំងអញ្ចឹងយើងប្រែថាវាប្រើម៉ាស៊ីនសាំងហើយនឹង motor អគ្គិសនី The engine recharge the battery ម៉ាស៊ីនសាកថ្មឡើងវិញឬក៏សាកអាគុយឡើងវិញបានន័យថាវាបញ្ចូលអាគុយឡើងវិញ This make it travel a lot further than most other alternative fuel vehicles នេះធ្វើឲ្យវាធ្វើដំណើរបានឆ្ងាយជាងយានជំនិះដែលប្រើម៉ាស៊ូតដតីផ្សេងទៀតភាគច្រើន Some hybrids can get 49 kilometers in liter hybrid មួយចំនួនអាចធ្វើដំណើរបាន49គីឡូម៉ែត្រក្នុង1លីត្រ Electric vehicle or EVs are not new technology យានជំនិះអគ្គិសនីឬក៏ EVs គឺមិនមែនជាបច្ចេកវិទ្យាថ្មីនោះទេ They have existed since the late 19th century ពួកវាមានវត្តមានឬក៏មានចរាចរណ៍តាំងពីចុងសតវត្សទី19មកម្លេះ EVs are the cleanest running vehicles on the road EVs គឺជាយានជំនិះដែលរត់បានស្អាតបំផុតនៅតាមដងផ្លូវ on the road នឹងប្រែថាតាមដងផ្លូវ Because they do not produce any pollution ពីព្រោះតែពួកវាមិនបង្កើតការបំពុលណាមួយឡើយ However they can only travel about 160 kilometers before needing to be plugged in and recharged ទោះយ៉ាងណាក៏ដោយពួកវាអាចធ្វើដំណើរបាន160គីឡូម៉ែត្រតែប៉ុណ្ណោះមុនពេលត្រូវការដោតសាកថ្មឬក៏ដោតសាកអាគុយ Car using biodiesel could be described as the most delicious biodiesel ហ្នឹងបងប្អូនប្រែថាចំហេះក៏បានឬក៏ប្រេងឥន្ធនៈក៏បានដែរយើងប្រែចំហេះទៅឡានដែលប្រើចំហេះអាចត្រូវបានគេពិពណ៌នាថាឆ្ងាញ់បំផុត because it is made from used cooking oils and turned into fuel ពីព្រោះតែវាបង្កើតចេញពីប្រេងឆាដែលគេប្រើហើយคล้ายទៅជាឥន្ធនៈ Also if you have a diesel vehicle already ប្រសិនបើអ្នកមានយានជំនិះប្រើម៉ាស៊ូតហើយនោះ This is the easiest alternative នេះគឺជាជម្រើសដ៏ងាយស្រួលបំផុត
alternative នឹងប្រែជំរើសនេះគឺជាជំរើសដ៏ងាយស្រួលបំផុត because biodiesel can be used immediately without adding extra equipment ពីព្រោះតែចំហេះអាចត្រូវបានប្រើភ្លាម immediately នឹងប្រែថាប្រើបានភ្លាមឬក៏មួយរំពេចដោយមិនចាំបាច់បន្ថែមឬក៏ឧបករណ៍បន្ថែមទៀតទេ equipment នឹងប្រែថាឧបករណ៍ extra នេះបន្ថែមទៀត unfortunately ប្រែថាជាអកុសលឬក៏គួរឲ្យសោកស្ដាយក៏បានដែរ unfortunately biodiesel doesn't offer any boost to fuel efficiency over regular diesel ជាអកុសលចំហេះមិនបានផ្ដល់ការជំរុញណាមួយដល់ប្រសិទ្ធភាពម៉ាស៊ូតឲ្យលើសពីឥន្ធនៈធម្មតានោះទេ over regular នឹងប្រែថាឲ្យលើសធម្មតាពីឥន្ធនៈនឹងទេ it's just cleaner វាគ្រាន់តែស្អាតប៉ុណ្ណោះបើន័យថាអាប្រេងដែលគេកែច្នៃហ្នឹងទោះយ៉ាងណាក៏ដោយគឺប្រើប្រាស់ទៅវាមិនលឿនស្ទុះខ្លាំងទេបើន័យថាវាធម្មតាណាវាប្រើទៅធម្មតាតើបងប្អូនឥឡូវយើងបានចប់ហើយអញ្ចឹងបងប្អូនហើមើលពាក្យពិបាកទាំងអស់គ្នាវ៉ាល់នេះប្រែថាកំឡុងពេលដល់ពេល efficient នេះប្រែថាប្រសិទ្ធភាពដល់ពេលប្រសិទ្ធភាពនឹងជា adjective ដល់ពេលយើងដាក់មកកន្លែងនេះទៅ the most efficient ប្រែថាប្រសិទ្ធភាពបំផុត history នេះប្រវត្តិសាស្ត្រ petro ប្រេងសាំង dangerous គ្រោះថ្នាក់ source of pollution នឹងប្រែថាប្រភពនៃការបំពុល pollution នេះបំពុលដល់ពេល source of នេះប្រភព vehicle នេះប្រែថាយានជំនិះសតពីយើងចេះអស់ហើយ hybrid នេះប្រែថាឈ្មោះវាណាឈ្មោះឡានកូនកាត់យើងប្រែថាឡានកូនកាត់ petro នេះប្រែថាប្រេងសាំង engine ប្រែម៉ាស៊ីនដល់ពេល electric អគ្គិសនី motor ហ្នឹងឯង motor អគ្គិសនី recharge ហ្នឹងបានន័យថាសាកថ្មនេះបាក់តេរីហ្នឹងអាគុយឬក៏ថ្មបានន័យថាវាសាកអាគុយសតពីយើងចេះអស់ហើយ technology ហ្នឹងប្រែថាបច្ចេកវិទ្យា excited ប្រែថា excited sin នឹងមានតាំងបានន័យថាមានវត្តមានតាំងពីអញ្ចឹងណា late នេះចុងក្រោយ century នេះប្រែថាសតវត្ស product ហ្នឹងបើសិនយើងប្រែជានាមប្រែថាផលិតផលប៉ុន្តែបើយើងប្រើជា verb ប្រែថាបង្កើតអញ្ចឹងទៅដល់ពេល pollution នេះបំពុល however ទោះយ៉ាងណាក៏ដោយ plug នេះប្រែថាដោតដូចជាបងប្អូនដោតដូចទូរស័ព្ទអីយើងប្រើ plug ហ្នឹងទៅ recharge នេះបញ្ចូល biodiesel ប្រែថាចំហេះប្រេងរំអិលចំហេះ describe ពិពណ៌នា delicious ឆ្ងាញ់អស់ហើយសុទ្ធតែ over regular ឲ្យលើសពីបានថាឲ្យលើសពីធម្មតាតើឥឡូវយើងមើលពាក្យពិបាកយើងអស់ហើយឥឡូវបងប្អូនកលេចមកខាងក្រោមទៀតខាងក្រោម number 3 គេដាក់ថា read the text again and match the past to complete the sentence គេថាចូលអានអត្ថបទម្ដងទៀតហើយផ្គូផ្គងនេះពីផ្នែកបំពេញហ្នឹងទៅប្រយោគ
ពីផ្នែកខាងនេះពីផ្នែកខាងហ្នឹងទៅប្រយោគអញ្ចឹងបងប្អូនអាចផ្គូផ្គងទៅឥឡូវយើងមើលនេះគេដាក់ថា biodiesel is the easiest នេះ because it can be used immediately អញ្ចឹងយើងមើលតាមហ្នឹងនេះ today's car are អីគេ the most efficient នេះទៀត in history អញ្ចឹងយើងដាក់ចេះហើយហ្នឹងចេះដាក់ចឹងទៅ number 2 petrol is អីគេ the most dangerous ហើយអីទៀត source of pollution ណាអញ្ចឹងយើងដាក់ទៅ petrol is the most អីទៀត source of pollution ដាក់អញ្ចឹងទៅ number 3 one of អីគេ the most popular ន័យថាមានមួយពេញនិយមជាងគេហើយនឹងអីទៀតឥឡូវយើងទាញតាមនេះទៅនេះ is the hybrid car ឡានកូនកាត់ number 4 EVs are អីគេ the cleanest ទៀត running នេះបងប្អូនមើលតាមហ្នឹងទៅដល់ពេលនេះសតតែមួយយើងដឹងហើយ biodiesel is ម៉ាណេះយើងនេះតិចហើយហ្នឹងតាមនេះវិញ because it is made from used vegetable oil មិនដែលខ្លាញ់បន្លែប្រេងឆាអញ្ចឹងយើងបានពពេញអស់ហើយអញ្ចឹងបងប្អូនមើលតាមហ្នឹងទៅហើយកត់តាមហ្នឹងទៅឥឡូវយើងមើលទាំងអស់គ្នា number 1 today's car are the most efficient in history 2 petrol is the most dangerous អីទៀត dangerous នេះ source of pollution ចង់វិញខ្លួនឯងដែរ number 3 one of the popular is the hybrid car number 4 EVs are the cleanest អីទៀត running vehicles on the road number 5 biodiesel is the most delicious because it is made from used vegetable oil ចាអញ្ចឹងបងប្អូនកត់ទៅកត់នៅក្នុងសៀវភៅទៅឥឡូវយើងបន្តទៅមុខទៀតតោះបងប្អូនឥឡូវយើងបន្តទៀតអញ្ចឹងបងប្អូនយកសៀវភៅមកហើយបើកនៅទំព័រទី173អញ្ចឹងបងប្អូនមើលខាងលើនេះគេដាក់ថា rule ច្បាប់តាក់ទងវិជ្ជករ A how many syllables does each of these words have តើពាក្យនីមួយៗទាំងនេះមានព្យាង្គប៉ុន្មានអញ្ចឹងគេសួរពាក្យខាងក្រោមនេះពាក្យទាំងអស់ហ្នឹងមានព្យាង្គប៉ុន្មានឥឡូវយើងមើល clean easy delicious អញ្ចឹងយើងដឹងហើយថា clean នេះគឺមានមួយព្យាង្គដល់ពេល easy គឺមានពីរព្យាង្គ delicious គឺមាន3ព្យាង្គអញ្ចឹងបងប្អូនប្រាប់គេតាមហ្នឹងទៅ clean គឺមានមួយព្យាង្គ easy មានពីរព្យាង្គដល់ពេល delicious មាន3ព្យាង្គឥឡូវបងប្អូនសេតាមហ្នឹងទៅឥឡូវយើងមើល B ម្ដង B គេដាក់ថា complete the rules ចូលបំពេញនៅច្បាប់ to make superlative of នេះ
ចូលបង្កើតនៅទម្រង់ superlative អញ្ចឹងគេឲ្យយើងបង្កើតទម្រង់ superlative អញ្ចឹងបងប្អូនមើលទាំងអស់គ្នាអញ្ចឹងបងប្អូនមើល number 1គេដាក់ថា words which one syllable use ណាបើន័យថាពាក្យដែលមានមួយព្យាង្គគឺប្រើអីគេពាក្យដែលមានមួយព្យាង្គដើម្បីបង្កើតនៅ superlative នេះគឺយើងប្រើ the ហើយនឹងអីគេគឺ est អញ្ចឹងបងប្អូនដាក់ទៅដាក់កន្លែងនេះ the ទៅthe ហើយចំណែកកន្លែងនេះគឺ est ដាក់ទៅលើគុណនាម number 2 words which two or more syllable use បើន័យថាពាក្យដែលមាន2ឬក៏ច្រើនព្យាង្គឡើងទៅអញ្ចឹងយើងប្រើអីគេ the most នេះណាបូកជាមួយនឹង word ហ្នឹងបើន័យថា adjective អញ្ចឹងយើងដាក់កន្លែងនេះ the អានេះយើងដាក់ most បន្តទៀត number 3 some two syllable words that in អីគេបើន័យថាពាក្យដែលមានពីរព្យាង្គមួយចំនួនខ្លះទៀតណាដែលបញ្ចប់ដោយអក្សរអីគេហើយឆាងទៅជា I ហើយប្រើនេះ the ប្រើ the ហើយ est បើន័យបន្ថែម est មាន the ហើយ est ខាងចុងហើយឆាងវាទៅជា y អញ្ចឹងពាក្យកន្លែងហ្នឹងតើពាក្យអីគេហើយបញ្ចប់ដោយអក្សរអីគេបើន័យថាពាក្យដែលមានពីរព្យាង្គឡើងទៅហើយបញ្ចប់ដោយអក្សរ y អញ្ចឹងបងប្អូនដាក់ y ទៅដែលមានអក្សរ y ហ្នឹងគឺយើងឆាង y ទៅជា I ហើយបន្ថែម est ឥឡូវបងប្អូនចុះមកក្រោមទៀតឥឡូវយើងមើល exercise ឥឡូវយើងមើល exercise C នេះប៉ុន្តែគេឲ្យយើងយកពាក្យនៅក្នុងវងតារាងនេះយកមកដាក់ពពេញវាឥឡូវយើងមើលមានពាក្យអីខ្លះគឺមាន important funny bad difficult and all អញ្ចឹងបងប្អូនយកពាក្យទាំងអស់ហ្នឹងយកមកដាក់នៅក្នុងតារាងនៅក្នុងអាចន្លោះនេះវាមាន5ចន្លោះហើយពាក្យយើងមាន5ដែរប៉ុន្តែយើងត្រូវធ្វើគុណនាមទាំងអស់ហ្នឹងឲ្យคล้ายទៅជា superlative adjective សិនបានវាអាចត្រូវជាមួយនឹងទម្រង់គេហ្នឹងឥឡូវបងប្អូនមើលទាំងអស់គ្នា C គេដាក់ថា use the correct form of the words in the box to complete the sentence អញ្ចឹងគេឲ្យបងប្អូនប្រើទម្រង់នៅប្រើពាក្យហ្នឹងនៅក្នុងទម្រង់ត្រឹមត្រូវបានន័យថាកែវានៅក្នុងទម្រង់ត្រឹមត្រូវដាក់នៅក្នុងប្រអប់បំពេញនៅក្នុងប្រយោគនេះអញ្ចឹងបងប្អូនមើល number 1គេដាក់ថា I think physics is អីគេ physics អីគេគឺ difficult បានន័យពិបាកនេះ science subject ដែលវាជាមុខវិជ្ជាវិទ្យាសាស្ត្រហ្នឹងគឺវាយ៉ាងម៉េចគឺពិបាកប៉ុន្តែយើងត្រូវធ្វើ difficult ហ្នឹងឲ្យទៅជាពិបាកបំផុតអញ្ចឹងដើម្បីខ្លាយជាពិបាកបំផុតយើងត្រូវថែមអីខ្លះគឺ the អីគេគឺ the most ព្រោះថា difficult ហ្នឹងវាមិនមាន3ព្យាង្គបើនៅ2ព្យាង្គឡើងទៅអញ្ចឹងបន្ថែមនេះនេះឃើញទេពាក្យដែលមាន2ព្យាង្គឡើងទៅយើងត្រូវប្រើ the ហើយនឹង most ហើយបូកជាមួយនឹង word គុណនាមហ្នឹងទៅអញ្ចឹងបងប្អូនដាក់កន្លែងហ្នឹង the most ជាងដាក់ទៅដាក់ថា the most អីគេ difficult the most difficult អញ្ចឹងទៅ number 2 EVS are អីគេនេះ
of the alternative vehicle technology បានន័យថាឡាន EVS ហ្នឹងវាមិនមែនជាបច្ចេកវិទ្យាថ្មីទេវាគឺជាបច្ចេកវិទ្យាយូរហើយតាំងពីសម័យម៉ានតាំងពីចុងសតវត្សទី19អញ្ចឹងវាយូរហើយបើយូរហើយអញ្ចឹងយើងយកពាក្យ all នេះយកមកដាក់ប៉ុន្តែដើម្បីដាក់ all នឹងឲ្យត្រូវទម្រង់វាគឺយើងត្រូវប្រើ the all អីគេព្រោះវាមានមួយព្យាង្គអញ្ចឹង the all dash ទៅ all dash ដោយសារ all ហ្នឹងមានមួយព្យាង្គ number 3 I always tell អីគេនេះចកហ្នឹងរឿងនិទានកំ pl ែងខ្លីៗអញ្ចឹងដឹងដាក់ funny ហើយកន្លែងហ្នឹងប៉ុន្តែយើងត្រូវធ្វើម៉េចគឺត្រូវធ្វើ the សិនយើងបន្ថែម the ហើយ funny នេះយើងត្រូវឆាំង y ទៅជា I ហើយបន្ថែម es funny នឹងវាមានពីរព្យាង្គអញ្ចឹងបងប្អូនដាក់ទៅដាក់ថា the funny ឆាំង y ជា I ហើយថែម es t ឥឡូវបងប្អូនមើល number 4 គេដាក់ថា winning only for games Leicester series is អីគេកន្លែងហ្នឹង team in the English អញ្ចឹងកន្លែងហ្នឹងគឺយើងដាក់ bad ប៉ុន្តែយើងត្រូវដូរ bad ហ្នឹងទៅជា worse អញ្ចឹងបងប្អូនដាក់ទៅដាក់ថា the worst the worst បន្តទៀត number 5 Angkor Wat is អីគេ tourist site in Cambodia ចឹងកន្លែងហ្នឹងគឺមានតែមួយទេគឺ important ប៉ុន្តែ important ហ្នឹងគឺមាន3ព្យាង្គអញ្ចឹងយើងដាក់ the most ឥឡូវយើងដាក់ទៅនេះ sequence នេះអត់ដាក់ថា the most important set គ្រាន់មែនឥឡូវទាញវាឡើងលើបន្តិចប៉ុណ្ណឹងបងប្អូនអាចយល់ហើយប៉ុណ្ណឹងexercise យើងបានធ្វើចប់ហើយអញ្ចឹងបងប្អូនក្លេកមកខាងក្រោមទៀតឥឡូវបងប្អូនមើល number 5 exercise 5 write one sentence for each idea in your notebook គេថាចូលសរសេរមួយប្រយោគអំពីគំនិតរបស់អ្នកនីមួយៗបានន័យថាគំនិតរបស់អ្នកម្នាក់នេះដាក់នៅក្នុងសៀវភៅសរសេររបស់អ្នកអញ្ចឹងគេមានពាក្យនៅទីនេះស្រាប់ហើយបងប្អូនសរសេរទៅសរសេរបានឥឡូវយើងសរសេរម្នាក់បានមួយក៏បានដែរបានន័យថាមួយប្រយោគប៉ុន្តែឥឡូវយើងធ្វើទាំងអស់គ្នានៅទីនេះយើងធ្វើទាំងអស់ពាក្យទាំងអស់នឹងតែម្ដងប៉ុន្តែយើងអត់មានអីសរសេរទេកន្លែងនេះឥឡូវបងប្អូនមើលពាក្យទាំងអស់នេះសិនតើគេសរសេរថាម៉េច uncomfortable bed បានន័យថា comfortable ហ្នឹងប្រែថាផាសុកភាពដល់ពេល uncomfortable បានន័យថាវាអត់មានផាសុកភាពទេខែហ្នឹងនេះ bed ដល់ពេល sleep in ប្រែថាដេកនៅក្នុងខែហ្នឹង long car ឬក៏ bus ride បានន័យថាឡានឬក៏រថយន្តក្រុងបានន័យថាឡានធម្មតាឬក៏រថយន្តក្រុង ride នេះបានន័យថាយើងជិះរថយន្តឬក៏ឡានក្រុងដែលយូរ long ហ្នឹងយូរយើងចំណាយពេលជិះវាដល់យូរ take ហ្នឹងប្រែជិះដែរ all person បានន័យថាមនុស្សចាស់ famous person បានន័យថាមនុស្សល្បីល្បាញ
ដល់ពេល beautiful place ទីកន្លែងដែលស្រស់ស្អាតហើយកន្លែងនេះ see ឃើញ meet ជួប take ចាប់យកឬក៏បើយើងនិយាយពីរថយន្តអញ្ចឹងបានន័យជិះ sleep in នឹងដេកអញ្ចឹងបងប្អូនយកពាក្យទាំងអស់ហ្នឹងទៅបង្កើតជាប្រយោគទៅឥឡូវបើខ្ញុំបង្កើតឲ្យសរសេរកន្លែងណាអត់មានកន្លែងសរសេរទេឥឡូវយើងមើល exercise 6 សិន exercise 6 នេះគេដាក់ថា choose one of the នេះ about experience and write a paragraph describe the experience in your notebook គេថាចូលជ្រើសរើសនៅបទពិសោធន៍នៅខាងលើជ្រើសរើសបទពិសោធន៍ខាងលើហ្នឹងហើយសរសេរជាកថាខណ្ឌហើយពិពណ៌នានៅបទពិសោធន៍របស់អ្នកដាក់នៅក្នុងសៀវភៅសរសេរអញ្ចឹងគេឲ្យបងប្អូនសរសេរបទពិសោធន៍របស់បងប្អូនផ្ទាល់អញ្ចឹងបងប្អូនសរសេរកន្លែងហ្នឹងទៅឥឡូវខ្ញុំយក exercise file នេះសរសេរនៅកន្លែងនេះសម្រាប់បងប្អូនហើយបងប្អូនយក exercise 6ហ្នឹងគឺសរសេរខ្លួនឯងឥឡូវខ្ញុំធ្វើ exercise file នេះឲ្យហើយ exercise 6បងប្អូនធ្វើខ្លួនឯងឥឡូវខ្ញុំសរសេរកន្លែងនេះតែម្ដងឥឡូវយើងមើល uncomfortable bed sleeping number 1ហើយខ្ញុំដាក់ថា I don't want to sleep in that bed here and in that bed is the most uncomfortable bed ជាងសរសេរប៉ុណ្ណឹងទៅបានន័យថាវាគឺជាគ្រែដែលគ្មានផាសុកភាពបំផុតអាហ្នឹងនិយាយពីលើនេះឥឡូវយើងមើលឡងខាបានន័យជិះចំណាយពេលជិះឡានដល់វែងដល់ឆ្ងាយឥឡូវយើងប្រើខាក៏បានបាសក៏បានអញ្ចឹងយើងដាក់ខាទៅឥឡូវកន្លែងនេះយើងដាក់ number 2យើងដាក់ថា I want to take ហ្នឹងនេះយើងយក take នឹងយកមកប្រើ take អីទៀត the longest ទៅ car ride តែប៉ុណ្ណឹងទៅបានបាច់ច្រើនតទៀត number 3 គឺ all person បានន័យថាមនុស្សចាស់អញ្ចឹងកន្លែងហ្នឹងយើងសរសេរមិនយើងសរសេរមិនក៏បានដែរតែបងប្អូនទេឥឡូវខ្ញុំដាក់ថា number 3ដាក់ថា I បើសិនយើងនិយាយអំពីបានជួបនេះ meet បើសិនជាវាទៅជាផាសយើងដាក់ថា meet ទៅព្រោះជួបហើយអញ្ចឹងយើងដាក់ថាmeet the oldest person in the world yesterday ទៅជាប្រាប់គេ yesterday
បើន័យថាខ្ញុំបានជួបមនុស្សដែលចាស់បំផុតនៅក្នុងពិភពលោកម្សិលមិញយើងបានជួបឥឡូវនៅទី4តកតងនឹងមនុស្សដែលល្បីល្បាញបំផុតអញ្ចឹងកន្លែងហ្នឹងបងប្អូនដាក់ទៅដាក់ number 4 ទៅឥឡូវទាញវាខាងលឿនតិចសិននេះ famous អញ្ចឹងយើងដាក់ថា I យើងដាក់ meet ខ្លះទៅព្រោះកុំឲ្យវានេះពេក I meet the most famous person in the world today ចឹងតើខ្ញុំជួបមនុស្សដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកថ្ងៃនេះឥឡូវចូលទី5ចុងក្រោយទី5យើងដាក់ថាឥឡូវយើងមើលទី5តកតងនឹង beautiful place បើនៅទីកន្លែងស្អាតអញ្ចឹងយើងដាក់ថា I want to see the កន្លែង the most សំខាន់យើងចេះប្រើគុណនាមហ្នឹងឲ្យបងប្អូនប្រើគុណនាមហ្នឹងបានត្រឹមត្រូវគឺវាត្រូវហើយប្រយោគចង់សេមពីអីក៏បានbeautiful no place in your country ចឹងទៅខ្ញុំចង់ឃើញណាទីកន្លែងដែលស្អាតបំផុតនៅក្នុងប្រទេសរបស់អ្នកសំខាន់នេះ the most beautiful ហើយនឹងនេះ the most famous person ហើយនេះ the oldest person ហើយនេះគឺអីគេ the longest ហើយនេះគឺនេះ the most uncomfortable សំខាន់យើងចេះប្រើគេហៅថា superlative adjective ហ្នឹងបងប្អូនអាចកត់តាមហ្នឹងទៅអញ្ចឹង exercise នេះយើងបានធ្វើចប់ហើយប៉ុន្តែនៅសល់ exercise 6នេះបងប្អូនធ្វើខ្លួនឯងបើន័យថាបងប្អូនអាចយកគំរូតាមហ្នឹងក៏បានហើយសរសេរតាក់ទងនឹងបទពិសោធន៍របស់បងប្អូនដែលធ្លាប់ឃើញធ្លាប់ជួបអញ្ចឹងសេជាកថាខណ្ឌម្នាក់មួយទៅអញ្ចឹង exercise នេះយើងធ្វើអស់ហើយទំព័រនេះយ៉ាអញ្ចឹងបងប្អូនអាចច្រឡងដាក់នៅក្នុងសៀវភៅសរសេរទៅឥឡូវយើងសម្រាប់ទាំងអស់គ្នាត្រឹមនេះសិនចាំជួបគ្នានៅវីដេអូក្រោយទៀត